សួស្តីអ្នកទាំងអស់គ្នាថ្ងៃនឹងដែរខ្ញុំមក reaction របស់វីដេអូរបស់បងស៊ីងបាទគឺជាវីដេអូនេះលេចខ្លាចជាខ្មោចស៊ុំប៊ីនេះឥឡូវយើងមើលទាំងអស់គ្នាចឹងសាច់រឿងរបស់យើងនេះគឺខ្លីទេប៉ុន្តែរៀងសែតបន្តិចសង្ឃឹមថាគ្រាយើងនឹងចូលចិត្តតែចឹងកុំឲ្យយូរចូលទៅកាន់សាច់រឿងតែម្ដងទៅប៉ុន្តែមិនចូលសង្ឃឹមថាគ្រាយើងនឹងចុច like ឬចុច subscribe ជូនខ្ញុំម្នាក់មួយផងអញ្ចឹងអរគុណច្រើនតើលើយើងចូលទៅកាន់សាច់រឿងរបស់យើងផ្ដើមចេញដំបូងមកយើងឃើញមាន Steel ជាមួយនឹងកូនប្រុសរបស់គាត់កំពុងតែញ៉ាំអាហារនៅក្នុងតុបាយអាហារដែលគាត់ញ៉ាំថ្ងៃនេះគឺសាច់ steak និយាយទៅឆ្ងាញ់មាត់ដែរប៉ុន្តែកំពុងតែញ៉ាំសុកហ្នឹងម៉ោងក៏ចាប់ផ្ដើមរោហើយម៉ោងហ្នឹងមិនក៏រោអញ្ចឹងដល់ម៉ោងគាត់របស់គាត់ទៅរៀនទៅដឹងប៉ុន្តែមិនមែនទេពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានដើរសម្ដៅមកកាន់ហឹបមួយហើយក៏បាក់ហឹបនឹងយកសាច់ពីរដុំតែគាត់កាន់ម្នាក់មួយដុំនឹងឯងហើយឃើញថាពួកគាត់បាក់ទ្វារចេញទៅខាងក្រៅផ្ទះហើយដើរសម្ដៅទៅកាន់បន្ទប់មួយតែបន្ទប់នោះគឺជាបន្ទប់ដែលខំខាំងទៅលើ Alex Zombie របស់យើងនឹងឯងអញ្ចឹងហេតុអីបាន Alex ខ្លាចទៅជា Zombie ខ្ញុំក៏មិនដឹងដែរហើយនៅពេលដែលពួកគាត់ដើរទៅដល់កន្លែងហ្នឹងហើយពួកគាត់ក៏បានដាក់សាច់ហ្នឹងឲ្យទៅកាន់ Alex អញ្ចឹងគេថា Alex របស់យើងគឺញ៉ាំសាច់ឆៅមិនមែនសាច់ឆ្អិននោះទេហើយដោយសារតែគាត់ខ្លាចទៅជា Zombie នឹងឯងបានគាត់ត្រូវការសាច់ឆៅអញ្ចឹងនឹងកូនបានបោះសាច់ឲ្យ Alex ម្នាក់ម្ដុំហើយក៏បានដើរចេញមកវិញប៉ុន្តែមើលទឹកមុខទៅគឺពិតជាក្រៀមក្រំខ្លាំងមែនតើប្រហែលជាគាត់នឹងអស់ផ្លូវក្នុងការព្យាបាល Alex ហើយបានឃុំឃាំង Alex នៅក្នុងនេះរហូតហើយភ្លាមហ្នឹងក៏មាន villager មួយបង្ហាញខ្លួននៅមុខគាត់មិនដឹងថាដើរមកពីណាពីណីនោះទេក៏បើកខ្លួនខ្វាច់គឺលក់ទឹកថ្នាំហើយសួរថាទិញអត់ពីអ្នកឪកូនគឺថាអត់ទិញនោះទេនេះប្រហែលជាគាត់ធ្លាប់ប្រើថ្នាំនេះពីមុនហើយប៉ុន្តែគ្មានប្រសិទ្ធភាពនោះឯងទើបមិនទិញហើយភ្លាមហ្នឹងកំពុងតែនិយាយគ្នាក៏មានឮសំឡេង zombie ចេញមកពីបន្ទប់ហ្នឹងធ្វើឲ្យ villager នេះឆ្ងល់ខ្លាំងមែនតើហើយគាត់ហ្នឹងក៏បានដើរទៅកាន់បន្ទប់នោះប៉ុន្តែកូនរបស់ Steve គឺមករារាំងផ្លូវប៉ុន្តែ Steve ក៏មិនឲ្យរារាំងដែរឲ្យចូលទៅមើលតែម្ដងទៅហើយបន្ទាប់ពីបានមើលហើយឃើញ Alex ខ្លាចជា zombie បែបនេះ villager នោះក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើប៉ុន្តែភ្លាមនោះគាត់ក៏បាននឹកឃើញទៅដល់បណ្ដាំរបស់គ្រូគាត់ដែលផ្ដាំថានៅលើពិភពលោកនេះគឺមានទឹកថ្នាំស័ក្តិសិទ្ធិមួយនៅក្នុងរូងភ្នំដ៏ជ្រៅដែលអាចព្យាបាល zombie នឹងខ្លាចទៅជាមនុស្សឡើងវិញហើយគាត់ក៏បានប្រាប់ថាឲ្យយក Alex នឹងទៅផឹកទឹកនឹងទៅអាចនឹងខ្លាចទៅជាមនុស្សឡើងវិញហើយប៉ុន្តែពីអ្នកឲ្យកូននឹងគឺមិនជឿនោះទេដោយសារតែពួកគាត់នឹងធ្លាប់ប្រើប្រាស់ទៅលើវិធីសាស្ត្រជាច្រើនដែរប៉ុន្តែគ្មានប្រសិទ្ធភាពអញ្ចឹងក៏គិតថាគ្មានថ្នាំណាដែលអាចព្យាបាល Alex នឹងខ្លាចជាមនុស្សវិញទេអញ្ចឹងគាត់ក៏អត់ខ្វល់ពី villager ម្នាក់នោះទេគាត់ក៏បានដើរចេញហើយសាច់រឿងរបស់យើងគឺកាត់មកដល់ពេលយប់ហើយឃើញ Steel របស់យើងនឹងដើរទៅបាក់ហឹបហើយយកមួកមកពាក់ទាញដើរមកពាក់ដូចគ្នាចង់ទៅណានេះកលែកក្រោយខ្វាច់គឺឃើញថាកូនរបស់គាត់ក៏ត្រៀមខ្លួនហើយជាស្រេចដែរចង់ទៅណាប៉ាប៉ាតែអណូអត់ទៅទេកូននេះប្រហែលជាគាត់ចង់ទៅរូងភ្នំដែល villager នោះនិយាយនឹងឯងអញ្ចឹងទឹកថ្នាំមួយនឹងមិនដឹងថាមានប្រយោជន៍ឬមួយក៏អត់ទេប៉ុន្តែសាកសិនមិនដឹងតែឥឡូវមើលសិនថាគួរឲ្យកូនទៅឬមួយក៏អត់កលែកតែមើលរូបថតទៅឃើញថាគ្រួសារមាន3នាក់បើមិនឲ្យកូនទៅគឺមិនកើតនោះទេអញ្ចឹងក៏សម្រេចចិត្តថាឲ្យកូនរបស់គាត់ទៅតាមដែរឥឡូវនេះឃើញថាឪនឹងកូនដើរមកដល់ក្នុងព្រៃរឿងជ្រៅដែរហើយមាននឹងអីកាត់ឡើងទៅកាន់គុំស្មៅវិញនេះអង្គើចាញ់មកហ្នឹងគឺឃើញឆ្កែចចកហ្នឹងហក់មកខាំមកពុកតែម្ដងតែអត់អីទេគឺខាំចំដើរនេះទេហើយកូនរបស់គាត់ឃើញអញ្ចឹងក៏ទាញដើរមកដល់ចាក់ឆ្កែចចកនោះភ្លាមស្លាប់នៅនឹងកន្លែងតែម្ដងអូខេអញ្ចឹងរួចខ្លួនមកតង់ហើយឥឡូវនេះសាច់រឿងក៏បានកាត់មកដល់កន្លែង Steve និងកូនរបស់គាត់មកដល់រូងភ្នំហើយគាត់ហ្នឹងក៏បានម៉ាញដើម្បីចូលទៅកាន់រូងភ្នំឲ្យជ្រៅជាងនេះបន្តិចដល់រកកន្លែងទឹកថ្នាំមួយនោះហើយឃើញថាខែកន្លែងនេះក៏ពិតជាធំខ្លាំងមែនតើត្រូវការដាក់ខ្សែរ៉តចុះទៅខាងក្រោមមិនកើតតែពីអ្នកឪកូនហ្នឹងបានចុះមកដល់ខាងក្រោមហើយប៉ុន្តែដូចជាលឺសំឡេងអីនេះហើយមើលទៅគឺឃើញ zombie ចេញមកពី3ក្បាលធ្វើឲ្យគាត់នឹងភ័យខ្លាំងមែនតើហើយ zombie នោះសម្ដៅមកកាន់គាត់ដើម្បីធ្វើការ attack ទៅកាន់គាត់ប៉ុន្តែគ្មានបញ្ហានោះទេឪនឹងកូនមានដាវម្នាក់មួយអាចប្រយុទ្ធទល់បានហើយគាត់ហ្នឹងក៏បានស្លាប់ទៅលើពួក zombie បានសម្រេចប៉ុន្តែបន្តិចក្រោយមកក៏ចេញ skeleton ខ្មោចឆ្អឹងដែលបាញ់ព្រួយនេះចេញមកប៉ុន្តែម្ដងនេះប្រហែលជាមិនងាយស្រួលចាត់ការដូចខ្មោច zombie មិញនោះទេចឹងបន្ទាប់ពីប្រយុទ្ធទល់បន្តិចហើយឃើញថាមិនកើតក៏ដាក់លេខរត់តែម្ដងហើយសំណាងល្អនៅក្នុងទឹករបស់យើងក៏មានទូកនៅនឹងស្រាប់យើង Steel ហ្នឹងក៏បានអោបកូនហ្នឹងរត់ហក់ឡើងទៅលើទូកហ្នឹងភ្លាមតែម្ដងយើងឃើញថាដូចជារួចផុតពីខ្មោច skeleton តាមបាញ់ហើយមិនតែមានរឿងអ្វីកើតឡើងទៅកាន់ Steel មើលទៅគាត់ដូចជាសើហើយភ្លាមហ្នឹង Steel ក៏បានដួលក្រាំងតែម្ដងហើយមើលទៅខាងក្រោយក្នុងរបស់គាត់គឺមានជាប់ព្រួញពី3ព្រួញដែរអញ្ចឹងបានន័យថានៅពេលដែលគាត់អោបកូនគាត់ឡើងទូកមិញនេះគឺបានស៊ីព្រួញរបស់ skeleton ពី3ព្រួញបាត់ទៅហើយអញ្ចឹងកន្លែងនេះគឺពិតជាសែតខ្លាំងមែនតើ Steel ហ្នឹងក៏បានបាយកូនរបស់គាត់រហូតហើយហេតុអីក៏ព្រមលិខិតធ្វើបែបខ្ញុំយ៉ាងនេះម៉ាក់ហ្នឹងខ្លាចទៅជា zombie ឥឡូវប៉ាងក៏ទៅចោលខ្ញុំទៀតទោះឲ្យប៉ាទៅបានក្តីសុខចោះខ្ញុំព្យាយាមជួយម៉ាក់ឲ្យបានអញ្ចឹងភ្លាមហ្នឹង Steel តុយរបស់យើងក៏បានរកកន្លែងទឹកថ្នាំនោះឃើញហើយក៏បានយកដបមកដល់ច្រកទឹកថ្នាំនោះបន្តិចដើម្បីទុកឲ្យម៉ាក់របស់គេញ៉ាំបន្ទាប់ពីច្រកទឹកថ្នាំនោះបានហើយ Steel
Toy របស់យើងដាក់លេខបកក្រោយយ៉ាងលឿនតែម្ដងចេញពីរូងភ្នំនោះសំដៅទៅកាន់ផ្ទះគេវិញនៅពេលដែលមកដល់ហើយឃើញថាបន្ទប់ដែលឃុំឃាំងម៉ាក់របស់គេនោះគឺបានបើកចំហទ្វារបាត់ទៅហើយនៅក្នុងនោះក៏អត់មានឃើញម៉ាក់របស់គេនៅក្នុងនោះដែរបាត់ម៉ាក់តាណាហើយតែពិតទៅម៉ាក់របស់គេត្រូវបានរួចចេញមកខាងក្រៅបាត់ទៅហើយតែអត់តាណាឆ្ងាយទេគឺនៅចិត្តខ្លួនគេនឹងឯងហក់មកវាយគេភ្លាមតែម្ដងប៉ុន្តែសំណាងហើយដែល Steve Toy របស់យើងអត់អីគេក៏បានសវាយកទឹកថ្នាំនោះជះទៅកាន់មុខម្ដាយគេតែម្ដងប៉ុន្តែមើលទៅហាក់ដូចជាមិនមានប្រសិទ្ធភាពនោះទេ Alex Zombie ដែលត្រូវជាម៉ាក់របស់កូនតូចនោះរៀបនឹងស៊ីកូនតូចនឹងបាត់ទៅហើយប៉ុន្តែក៏បានសម័យទៅកាន់ទស្សនវិជ្ជាមួយចំនួនដែលធ្លាប់រស់នៅជាមួយនឹងកូនមានគ្រានោះគាត់កំពុងតែលេងបាយជាមួយនឹងកូនរបស់គាត់ហើយបាននោះក៏បានប្លង់ចូលក្នុងគុម្ពព្រៃហើយ Steve Toy របស់យើងក៏បានដើរទៅរើសបានហ្នឹងហើយចៃដន្យអីក៏បានជួបជាមួយនឹង Zombie មួយហើយ Zombie នោះរៀបស៊ីទៅលើ Steve Toy របស់យើងហើយក៏ប៉ុន្តែបានម៉ាក់មកជួយទាន់ហើយដោយសារតែរងហើយ Zombie ខាំត្រូវដៃនេះឯងទើប Alex របស់យើងខ្លាយទៅជា Zombie តាមដែរហើយគ្មានគ្រូពេទ្យណាព្យាបាលជានោះទេទើប Alex របស់យើងមកដល់សពថ្ងៃនេះនៅតែខ្លាយទៅជា Zombie អញ្ចឹងឃើញថាការចងចាំរបស់ Alex នៅល្អមែនទែនដែលដឹងខ្លួនឯងថាគឺជា Zombie អញ្ចឹងហើយគាត់ក៏បានភ្ញាក់ខ្លួនឡើងវិញថានេះគឺជាកូនរបស់គាត់ទេគាត់មិនអាចសម្លាប់បានទេហើយគាត់ក៏បានខ្លាយទៅជាមនុស្សឡើងវិញភ្លាមតែម្ដងអញ្ចឹងឃើញថាទឹកថ្នាំនោះគឺគ្មានប្រសិទ្ធភាពនោះទេអីដែលមានប្រសិទ្ធភាពពិតប្រាកដគឺការចងចាំនិងការដើរតួនាទីជាម្ដាយល្អមិនធ្វើបាបកូននេះឯងទើបធ្វើឲ្យគាត់ចងចាំនិងដឹងខ្លួនឡើងវិញខ្លាយទៅជា Alex ធម្មតាវិញនេះឯងអញ្ចឹងកន្លែងនេះអ្នកទាំងគ្នាត្រូវចងចាំថាគ្មានម្ដាយណាចង់ធ្វើបាបកូននោះទេម្ដាយគ្រប់រូបតែងតែចង់ឃើញកូនល្អចង់ឃើញកូនជោគជ័យចង់ឃើញកូនមានសុភមង្គលគឺមិនដែលមានចិត្តថាចង់ធ្វើបាបកូននោះទេអញ្ចឹងហើយអ្នកទាំងគ្នាត្រូវតែដឹងគុណពួកគាត់អញ្ចឹងនេះគ្រាន់តែជាចំណុចអប់រំបន្តិចបន្តួចនោះទេឥឡូវយើងកន្លែងមកកាន់សាច់រឿងរបស់យើងវិញឃើញថា Steve Toy របស់យើងត្រូវបានជួបជុំគ្នាជាមួយនឹងម្ដាយរបស់គាត់វិញហើយដែលជា Alex នោះប៉ុន្តែរឿងសោកស្ដាយបន្តិចត្រង់ថាឪពុករបស់គាត់ដែលជា Steve នឹងត្រូវបានចាក់ចែងពីពិភពលោកនេះបាត់ទៅហើយអញ្ចឹងសាច់រឿងរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយសម្រាប់អ្នកដែលមើលតាំងពីដើមរហូតដល់ចប់ហ្នឹងកុំភ្លេចទៅការខមមិននៅខាងក្រោមប្រាប់ខ្ញុំឲ្យបានដឹងផងយកអរគុណច្រើនវាយើងនឹងជួបគ្នានៅវីដេអូក្រោយ